នេះខ្ញុំទៅផ្សារឃើញគេមានលក់អង្ក្រងច្រើនដល់ហើយហើយមិនដឹងថាទៅរកមកពីណាទេបានច្រើនម្លឹងហើយនិយាយពីថាអង្ក្រងល្អដល់ហើយសិតតែមេហ្មងគាត់តែខ្ញុំឃើញអង្ក្រងល្អនេះគឺថាខ្ញុំទិញកន្លះគីឡូដែរហើយគេលក់ហ្នឹងគឺ1គីឡូ20000អញ្ចឹងខ្ញុំយកកន្លះគីឡូនេះគឺថាអស់10000ដែរហើយយកមកដល់ផ្ទះហ្នឹងគឺថាខ្ញុំលាងសម្អាតអង្ក្រងហ្នឹងឲ្យវាអស់ស្លឹកឈើអស់ដីអីហើយហ្នឹងគឺខ្ញុំយកអង្ក្រងនេះគឺមកដាក់លីងឲ្យវាស្ងួតល្អហើយសម្រាប់បងប្អូនដែលទិញអង្ក្រងមកច្រើនអីទេចង់ទុកឲ្យបានយូរចង់ត្រាំជាមួយទឹកអំបិលក៏បានចង់លីងដូចខ្ញុំចេះក៏បានដែរហើយនៅពេលដែលខ្ញុំលីងហ្នឹងគឺខ្ញុំមកបន្ថែមជាមួយនឹងម្សៅស៊ុបបន្តិចឲ្យអង្ក្រងរបស់យើងមានជាតិខ្ញុំអត់ដាក់អំបិលទេគឺខ្ញុំដាក់ម្សៅស៊ុបអញ្ចឹងយើងលីងអង្ក្រងនេះឲ្យវាស្ងួតល្អទៅយើងយកទៅធ្វើម្ហូបអីក៏ឆ្ងាញ់ដែរអញ្ចឹងខ្ញុំបានលីងអង្ក្រងនេះគឺថាស្ងួតល្អហើយគឺខ្ញុំដាក់ចូលក្នុងចានហើយថ្ងៃនេះអង្ក្រងដែលខ្ញុំទិញយកមកកន្លះគីឡូនេះគឺខ្ញុំយកមកធ្វើជាមួយនឹងថោថ្មីមួយមុខទៀតហើយគេល្បីញ៉ាំគោតកួនប៉ុន្តែខ្ញុំថ្ងៃនេះគឺថាយកអង្ក្រងមកហាំជាមួយនឹងគោតកួនម្ដងថារសជាតិវាឆ្ងាញ់ប្លែកបែបណាណាហើយដំបូងហ្នឹងគឺខ្ញុំមកសកជាមួយនឹងតកួនសិនសកតកួនមុនអញ្ចឹងយើងត្រាំវាឲ្យអស់ជ័រណាយើងចង់សកជាមួយនឹងប្រដាប់សកតកួនក៏បានជាមួយនឹងកបិតមុខពីរឈូសវាស្ដើងក៏បានដែរធ្វើម៉េចឲ្យតកួនយើងវាស្ដើងទៅពេលដែលយើងយកទៅញ៉ាំគឺវាឆ្ងាញ់ណាហើយខ្ញុំសកតកួនថ្ងៃនេះគឺថាចំនួន5ដុំហើយខ្ញុំសកតកួនហើយហ្នឹងគឺខ្ញុំមកហាន់ជាមួយនឹងសាច់សម្រាប់គោតកួនគឺគេញ៉ាំជាមួយនឹងសាច់ងៅយីងប៉ុន្តែគោមួយមានសាច់ងៅយីងតែ2សរសៃទេខ្ញុំទៅទិញអត់ទាន់គេទេអញ្ចឹងខ្ញុំក៏ទិញសាច់កភួនរួមមកគេហៅថាសាច់សរសៃស្រួយហ្នឹងគឺមកជំនួសជាមួយនឹងសាច់ងៅយីងបានគឺវាស្តៀងតែគ្នាទេស្រួយដូចគ្នាផុយដូចគ្នាគោតសៃស្រួយដែលខ្ញុំហាន់នេះគឺចំនួនប្រហែលជា7ខាំខ្ញុំហាន់រួចហើយហ្នឹងគឺខ្ញុំមកប្រឡាក់ជាមួយនឹងម្សៅស៊ុបមកបន្តិចដើម្បីឲ្យសាច់គោរបស់យើងហ្នឹងគឺមានជាតិខ្ញុំប្រឡាក់រួចរាល់ហើយគឺខ្ញុំមកជម្រាបដាក់ចានហើយខ្ញុំមកក្លុកជាមួយនឹងខ្ទឹមសហើយនឹងម្ទេសហូបមួយមុខនេះគឺខ្វះអត់បានទេជាមួយនឹងខ្ទឹមសហើយម្ទេសហើយសម្រាប់ខ្ទឹមសនិងម្ទេសគឺយើងដាក់បានតាមចំណូលចិត្តចូលចិត្តហឹរទេគឺថាដាក់ម្ទេសឲ្យច្រើនមកអញ្ចឹងខ្ញុំកិនខ្ទឹមសជាមួយនឹងម្ទេសនេះគឺម៉ត់ល្អហើយគឺខ្ញុំយកវាមករោយពីលើតសៃស្រួយឲ្យវាមានក្លិនឈ្ងុយហើយតំណងគួរឲ្យចង់ញ៉ាំណាតែបងប្អូនដែលអត់ចេះហឹរដាក់ខ្ទឹមម្ទេសនឹងដោយឡែកក៏បានដែរខ្ញុំរោយខ្ទឹមម្ទេសនៅពីលើសាច់គោហើយតួឯងខ្វះអត់បានថ្ងៃនេះគឺថាអង្ក្រងខ្ញុំមករោយអង្ក្រងពីលើសាច់គោបន្ថែមមួយជាន់ទៀតអូនិយាយពីថាមើលទៅតំណងមែនតែនហើយម្ហូបថ្ងៃនេះគឺចេញហើយណាបងប្អូនគឺអង្ក្រងខាំគោតកួនអូយវាពិសេសមែនតែនតែមុននឹងមកញ៉ាំហ្នឹងគឺខ្ញុំមកញ៉ាំជាមួយនឹងថ្នាំកាពះ PE-Max នេះមកកញ្ចប់សិនថ្នាំកាពះ PE-Max ហ្នឹងសម្រាប់អ្នកដែលគាត់មានជំងឺកាពះឡើងអាស៊ីតចុកលមូកាពះញ៉ាំរបស់ផ្អាប់របស់ជូររបស់ហិលអីអត់បានហ្នឹងមកញ៉ាំថ្នាំកាពះ PE-Max នេះតាមមកកញ្ចប់ទេគឺបាត់ឈឹងតែម្ដងហើយថ្នាំកាពះ PE-Max នេះគឺស្រួលញ៉ាំមែនតែនអត់មានជាតិស្ករទេសម្រាប់អ្នកដែលគាត់មានជំងឺទឹកនោមផ្អែមក៏អាចញ៉ាំបានដែរហើយងាយស្រួលរកទិញមែនតែនគឺមានលក់គ្រប់កន្លែងតាមទីផ្សារតាមហ្វាម៉ាស៊ីបងប្អូនអាចរកទិញបានណាឥឡូវខ្ញុំញ៉ាំថ្នាំកាពះរួចរាល់ហើយគឺអត់ចាំយូរទេគឺខ្ញុំយកខ្ទះមកដាក់លើចក្រានឲ្យក្តៅហើយខ្ញុំបន្ថែមជាមួយនឹងប្រេងឆាបន្តិចជាមួយនឹងប៊ឺមួយដុំមកហើយដាក់ជាមួយនឹងសាច់គោតសៃស្រួយដែលយើងប្រឡាក់ជាមួយនឹងខ្ទឹមម្ទេសហើយនឹងក្រមនេះដាក់ចូលបន្ថែមជាមួយនឹងតកួនហើយត្រឡប់ទៅត្រឡប់មកនិយាយពីថាក្លិនរបស់គេឡើងឈ្ងុយហ្មងអីពីថាតំណងប៉ុន្តែខ្ញុំដាក់សាច់គោជាមួយនឹងតកួនចូលខ្ទះហើយហ្នឹងកោទៅវារៀងស្ទើរចិត្តអត់សូវឃើញមានក្រងហើយក្រងខ្ញុំនៅឡើងមួយចានគោមទៀតខ្ញុំមកដាក់បន្ថែមក្រងទៀតក្រងរបស់ខ្ញុំនេះគឺវានៅច្រើនហើយណាមួយក្រងដែលខ្ញុំបានលីងវាស្ងួតហើយនេះមកដាក់ជាមួយនឹងគោតកួននេះដែលយើងមានដាក់ជាមួយនឹងប៊ឺឈ្ងុយទៀតធ្វើឲ្យក្រងខាំគោតកួននេះគឺកាន់តែមានក្លិនឈ្ងុយហើយតំណងកាន់តែចង់ញ៉ាំទៀតខ្ញុំនេះគឺថាគ្រាន់តែមើលតែរៀងឆ្អិនហើយហ្នឹងគឺមកកោជាមួយនឹងទឹកជ្រលក់តៅហូបន្ថែមម្ទេសក្រូចឆ្មាជូរហិលមកនិយាយពីថាត្រូវជាតិគ្នាអែហ្មងណាមកញ៉ាំជាមួយខ្ញុំបងប្អូនថាក្រងខាំគោតកួននេះរសជាតិប្លែកហើយឆ្ងាញ់បែបណាបើសម្រាប់ខ្ញុំគឺថាឆ្ងាញ់ខ្លាំងដោយសារតាំងក្រងរបស់យើងហ្នឹងគឺវាមានជាតិជូរហើយយើងលីងវាឈ្ងុយទៀតតែពេលមកដាក់ជាមួយនឹងគោតកួននេះទៀតអូយនិយាយពីថារសជាតិប្លែកឆ្ងាញ់មែនតែនបងប្អូនដែលចូលចិត្តញ៉ាំគោតកួនឥឡូវមកដាក់អង្ក្រងខាំគោតកួនវិញមើលថាប្លែកបែបណាកុំឲ្យតែខ្ញុំចេះតែនិយាយប៉ុន្តែគឺថាឆ្ងាញ់មែនតែនហ្មងវាចាប់ជាតិវាចាប់គ្រឿងវាត្រូវគ្នាអូយត្រូវមែនតែនហ្មងអាអង្ក្រងសាច់គោហើយនឹងតកួនហ្នឹងណាដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតនិយាយពីថាអូយខ្ញុំញ៉ាំឡើងជក់មាត់ហ្មងណាបងប្អូនអូយឆ្ងាញ់មែនតែនបើនិយាយពីរបៀបធ្វើអង្ក្រងខាំគោតកួននេះគឺខ្ញុំថាស្រួលមែនតែនអត់មានគ្រឿងអីច្រើនទេបងប្អូនឲ្យតែមានទឹកតៅហ៊ូធ្វើទឹកជ្រលក់មកមានអង្ក្រងលីងហើយមានសាច់គោមានតកួនដាក់ប៊ឺមកដាក់ផ្ទះញ៉ាំមកគឺថាធ្វើលឿនឆាប់បានញ៉ាំហើយគឺវាស្រួលទៀតហើយអានេះខ្ញុំញ៉ាំម្នាក់ឯងណាបើថាយើងមានគ្នាច្រើននៅផ្ទះមាន4-5នាក់មកគ្រួសារធំអីហ្នឹងអូយម្នាក់មកចង្កឹះមកនិយាយពីថាឆ្ងាញ់ហើយសប្បាយជុំគ្រួសារហ្មង